ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំមានវីដេអូដើម្បី review ពាក់ព័ន្ធជាមួយនឹង wireless microphone ហើយសម្រាប់បងប្អូនដែលធ្វើវីដេអូនឹងយល់ពីអត្ថប្រយោជន៍នៃប្រភេទ wireless microphone នេះណាបងប្អូនអញ្ចឹងអានេះជាប្រភេទ microphone ដែលយើងអាចភ្ជាប់ជាមួយនឹងទូរស័ព្ទក៏បានជាមួយនឹងកាមេរ៉ាក៏បានហើយទូរស័ព្ទមានពីរប្រភេទសម្រាប់ភ្ជាប់ទី1ប្រភេទទូរស័ព្ទដែលប្រើ iPhone ហើយនិងប្រភេទទូរស័ព្ទដែលប្រើ Type C ដូចហ្នឹងហើយនៅក្នុងប្រអប់ហ្នឹងមាន2ម៉ៃមាន2បងប្អូនមាន2ហើយមួយនេះសម្រាប់ដោតជាមួយនឹងកាមេរ៉ានេះសម្រាប់ដោត iPhone សម្រាប់ប្រភេទ Type C ណាដូចជា Oppo Samsung Huawei អញ្ចឹងណាបាទអញ្ចឹងនៅខាងក្នុងខ្ញុំនឹងបើកជូនបងប្អូនមើលวันนี้ខ្ញុំ order មកហើយខ្ញុំក៏ review ជូនបងប្អូនអស់គ្នានេះជាធ្វើណែនាំហើយខាងក្នុងនេះមានដូចក្នុងរូបនេះបងប្អូននេះណាគឺមានដូចម៉ៃគោនេះហើយនឹងជាប់ជាមួយនឹងទូរស័ព្ទឬក៏កាមេរ៉ានេះបងប្អូនរាងទូចហ្នឹងហើយចឹងមានរូបរាងអីហ្នឹងគឺដូចតែម្ដងបាទណាហើយនេះដូចដើម្បីខាងក្រោមនេះគឺសម្រាប់សាក់ថ្មវាមានថ្មនេះដូចសម្រាប់យើង connect កាសណានេះកាសចឹងវានេះ Type C សម្រាប់ប្រភេទទូរស័ព្ទHuawei ឬក៏ Android ចឹងទៅនេះផា iPhone ណានេះបើកាមេរ៉ាហើយនេះខ្សែសាក់ចឹងខ្ញុំបង្ហាញទាំងអស់ហើយខ្ញុំនឹងចាប់ដើមនេះតែជូនបងប្អូនទស្សនានេះខ្សែដោយសាក់ណាមានប៉ុណ្ណឹងហើយខ្ញុំយកម៉ៃចេញមកម៉ៃមាន2អស់ក្នុងស្បកនេះម៉ៃមាន2ហ្នឹងអញ្ចឹងម៉ៃនេះដូចគ្នាដែរបើថ្មដូចគ្នាវាមានដោយសម្រាប់យើងបញ្ចូលថ្មព្រោះអស់ហើយនេះបតង់វាសម្រាប់យើងចុចបើកដើម្បីប្រើការណាហើយមានតកៀបនេះដើម្បីគៀបមួយអាវឬក៏អីចឹងណាបងប្អូនហ្នឹងវាអញ្ចឹងឲ្យមកប៉ុណ្ណឹងដូចគ្នាមួយទៀតក៏អញ្ចឹងដែរអញ្ចឹងខ្ញុំនឹងតេស្តណាខ្ញុំចាប់ឡើងបើកអានេះបតង់បើកបតង់បើកចុចបើកមកតែជាប់តែមកវាលត់ភ្លើងនេះណាមានក្រហមមានខៀវអញ្ចឹងទៅណាហើយដើម្បី connect ជាមួយនឹងម៉ៃទាំងពីរនេះអញ្ចឹងយើងត្រូវបើកម៉ៃដែរបងនេះបតង់វាដូចគ្នាខាងក្រោមនេះយើងបើកវាមកចែកជាប់ដូចគ្នាដើម្បីបើកទៅចេញភ្លើងនេះណាអញ្ចឹងភ្លើងនេះភ្លើងម៉ៃតងហើយខាងនេះភ្លើងខៀវអញ្ចឹងកាលណាភ្លើងអញ្ចឹងវាអត់ connect ចូលគ្នាទេបានន័យថាសម្រាប់ខៀវសំឡេងមួយបែបសម្រាប់បៃតងសំឡេងមួយបែបអាហ្នឹងបងប្អូនអាចតេស្តមើលខ្លួនឯងណាវាមាន menu ក្នុងហ្នឹងស្រាប់អញ្ចឹងណាយើងបដូរសំឡេងវារបៀបម៉េចពណ៌វាតាមហ្នឹងអញ្ចឹងខ្ញុំចង់ដឹងខ្ញុំដូរឲ្យទៅពណ៌ខៀវដែរឧទាហរណ៍ណានេះពណ៌ខៀវដែរអត់ទៅទេអញ្ចឹងខ្ញុំដូរពណ៌បៃតងវិញពណ៌បៃតងចាប់ដើម connect នេះណាអញ្ចឹងយើងចង់បដូរតង់អីយើងបដូរអាហ្នឹងមកតង់ពណ៌ខៀវមិនសំឡេងមិនពណ៌នេះសំឡេងមិនពណ៌បៃតងសំឡេងមិនមានន័យថាតង់សំឡេងច្រោះមិនអីមិនកាត់សំឡេងវាថ្លង់វាមិនអញ្ចឹងយើងអាចតេស្តមើលទៅអានេះមួយទៀតដូចគ្នាដែរខ្ញុំនឹងបើកមើលពណ៌បៃតងដូចគ្នាណាអញ្ចឹងវា
ថ្មអីវាដំណើរការហើយអញ្ចឹងខ្ញុំយកទូរស័ព្ទដើម្បីតាក់នេះមានទូរស័ព្ទខ្ញុំតេស្តមកអញ្ចឹងយើងអត់មានពិបាកទេបងប្អូនណាយើងយកconnect របស់វាហ្នឹងដល់ connect ក៏បានដល់ connect បានដល់ connect យើងស្រួលមើលភ្លើងណាដោយដាត់ចូលប៉ុណ្ណឹងមកនេះណាដាត់ចូលប៉ុណ្ណឹងមកតើមកបងប្អូនអាចនិយាយបានឧទាហរណ៍ឥឡូវខ្ញុំបើកកាមេរ៉ាចុះ record ថតអញ្ចឹងណានេះនៅកាមេរ៉ាណាមកខ្ញុំថតនេះខ្ញុំយក mic នេះនិយាយ Alo Alo 1 2 Alo ចាប់តាម record បងប្អូននេះណា Alo Alo អូខេអញ្ចឹងខ្ញុំចាប់តាម play Alo Alo 1 2 Alo ចាប់តាម record បងប្អូននេះ Alo Alo អូខេឥឡូវខ្ញុំដូរទៅពណ៌បៃតងវិញនេះហើយខ្ញុំ record ម្ដងទៀតថាតើចំណុចខុសគ្នាមិនណាខ្ញុំ record ណានេះបៃតង Alo 1 2 3 Alo សួស្ដីសួស្ដីសួស្ដី Alo អូខេខ្ញុំ play ពណ៌បៃតងហ្នឹងតើចំណុចពណ៌បៃតងមិនAlo 1 2 3 Alo សួស្ដីសួស្ដីសួស្ដី Alo អញ្ចឹងពណ៌បៃតងហើយពណ៌ខៀវខុសគ្នាមកខ្ញុំនេះពណ៌ខៀវAlo Alo 1 2 Alo ចាប់តាម record បងនេះ Alo Alo ហេហើយចាប់ពណ៌បៃតងវិញAlo 1 2 3 Alo សួស្ដីសួស្ដីចឹងមានន័យថាពណ៌បៃតងវាសំឡេងជាងខ្ទោអញ្ចឹងខ្ញុំដាក់ពណ៌លាយណាមាននេះពណ៌ខៀវលាយបៃតងតែមើលម្ដងទៀតAlo 1 2 3ណាតោះយើងដើរលេងតោះយើងដើរលេងអូខេអញ្ចឹងខ្ញុំលេងAlo 1 2 3ណាតោះយើងដើរលេងតោះដើរលេងលេងពណ៌គឺនេះចំណុចខ្លាំងស្រូបខ្លាំងណាបងប្អូនអញ្ចឹងវាសម្រាប់ mic wireless នេះ microphone wireless នេះវាងាយស្រួលអញ្ចឹងណាបងប្អូនបានន័យថាយើងចម្ងាយតាក់ទង10ម៉ែត្រអីយើងនិយាយទៅវាស្រូបសំឡេងបានច្បាស់បានន័យយើងភ្ជាប់មួយក្នុងអាវយើងឬក៏អីចឹងទៅយើងនិយាយទៅវាធ្វើឲ្យវាស្រូបបានល្អណាអញ្ចឹងសម្រាប់បងប្អូនដែលធ្វើ vlog ឬក៏ review ដូចខ្ញុំអាចដាក់អញ្ចឹងទៅណាចឹងទៅវាស្រូបបានល្អអញ្ចឹងក្នុងវីដេអូដែលខ្ញុំ review មានតែប៉ុណ្្នឹងទេបងប្អូនណាបងប្អូនអាចមើលទៅ model ហ្នឹងខ្ញុំចង់ទិញក៏ពីខ្ញុំក៏បានដែរណាខ្ញុំដាក់តម្លៃពិសេសឲ្យណាអរគុណជំរាបលា